យល់ដឹងអំពីការ report នៅលើ Facebook សូមបងប្អូនជួបមានការយល់ច្រឡំទៅលើការ report ដែលប្រើគណនី Facebook ជាច្រើនទៅ report post មួយនៅក្នុង Facebook គឺជាវិធីមួយដែលធ្វើឲ្យ Facebook អាចលុប post នោះឬក៏ remove post នោះជូនបងប្អូនទាំងអស់គ្នាបានវិធីបែបនេះគឺមិនត្រឹមត្រូវនោះទេអ្វីដែលត្រឹមត្រូវនោះតើ post នោះមានបានរំលោភបំពាន community standard guideline របស់ Facebook ដែរឬទេរំលោភបំពានគោលការណ៍ដែល Facebook បានចែងទុកដែរឬទេហើយការ report របស់បងប្អូនបានធ្វើការជ្រើសរើស reporting option បានត្រឹមត្រូវដែរឬទេ Facebook បានចែងថាมันអាស្រ័យទៅលើការ report ច្រើនឬក៏តិចនោះទេអ្វីដែលសំខាន់នោះបងប្អូនធ្វើការជ្រើសរើស reporting option គូកងជាមួយនឹងអ្វីដែលបងប្អូនបាន report ឬក៏អត់ហើយ post ដែលបងប្អូនចង់ report នោះតើមានបំពានគោលការណ៍របស់ Facebook ដែរឬទេប្រសិនបើ post នោះมันមានបំពានគោលការណ៍របស់ក្រុមហ៊ុន Facebook ដែលបានចែងនោះទេទោះបងប្អូនយកគណនីមួយផែនដីទៀតទៅ report ក៏វាមិនបាត់ដែរ Facebook មិនបានគិតទៅលើចំនួន report ដើម្បីធ្វើការលុប post នោះទេការធ្វើ report ច្រើនដងឬក៏ច្រើនគណនីគ្រាន់តែជាការ alert notification មួយទៅកាន់ specialized team របស់ Meta តែប៉ុណ្ណោះនៅពេលដែលគេ review ហើយមិនឃើញថាមានកំហុសអីទេនោះ post នោះគឺមិនត្រូវបានលុបនោះទេ